បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនខ្ញុំមានគំរូរថយន្តមួយបាទចង់បង្ហាញអំពីបាតបាទនិយាយពីបាតឡានព្រុសបាទចំពោះឡានមួយគ្រឿងនេះដែរខ្ញុំមើលឃើញថាមានតំណប់ការពារដែលគេបាញ់ពីនាយបងប្អូននេះកន្លែងដែលខ្ញុំចូលនេះបាទតោះហ្នឹងគឺជាគេបាញ់គេហៅថាតំណប់ការពារបាទតំណប់ការពារធ្នឹមការពារជ្រេះអីចឹងទៅបាទបងប្អូនដែលគេបាញ់ការពីគូតរហូតមកដល់កន្លែងគោលបូមបាទម្ដុំគោលបូមហ្នឹងបងប្អូនបាទកន្លែងវីដេអូធ្វើហើយកន្លែងនេះគឺបាតបាទតំណឹងគេសិតទៅជ័រដែលគេបាញ់បាទហើយជ័រហ្នឹងប្រើតលក់ឡានទៀតក៏នៅតែតុនដែរបងបាទខុសពីឡានដែលគេធ្វើច្រេះបាទឡានធ្វើច្រេះគេបាញ់គឺរឹងនេះតានេះកន្លែងខ្ញុំចូលនេះសិតតុនជ័រតុនបងប្អូនបាទអាហ្នឹងគេហៅតំណប់ស៊ីនបាទតំណប់ស៊ីនបងប្អូនខ្លះគាត់ច្រឡំថាឡានគេធ្វើច្រេះធ្វើអីចឹងទៅតែពិតអត់ទេបាទឡាននេះគេបាញ់ហើយគេមានកញ្ចៅមានអីត្រឹមត្រូវរបស់គេបាទគេបាញ់ជ័រការពារច្រេះបាទហ្នឹងហើយបងប្អូនសំបីតបាតកង់សកូក៏គេបាញ់ដែរបងប្អូនឃើញខ្មៅវាខុសពីឡានដែលគេអត់មានបាញ់បាទហើយបន្តិចទៀតគឺមានឡានអត់មានបាញ់ត្រង់នេះបាទឡានដែលអត់បាញ់គេបងប្អូនគឺកន្លែងហ្នឹងគឺយើងសដល់សាច់ដាតបងហើយឡានស្អាតអត់ច្រេះបាទហ្នឹងហើយអរគុណសម្រាប់ទស្សនាវីដេអូនេះបាទ